នេះគឺជាគូស្នេហ៍ឆ្លាស់យេនឌ័រធ្លាប់តែឮគេនិយាយទេឥឡូវជប់ពិតណាស់ខាងប្រុសជាស្រីខាងស្រីជាប្រុសហើយនេះគឺជារឿងពិតរបស់គូស្នេហ៍មួយគូដែលខាងប្រុសតែងជាស្រីមានឈ្មោះថា Jam និងខាងស្រីតែងខ្លួនជាប្រុសមានឈ្មោះថា Marine ពួកគេបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីការបង្ហាញខ្លួននៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា Love Don't Joke នៅក្នុងឆ្នាំ2022ហើយពួកគេបានរស់នៅជាមួយគ្នាអស់រយៈពេល2ឆ្នាំក៏ប៉ុន្តែបច្ចុប្បន្នពួកគេសម្រេចចិត្តថានឹងចែកផ្លូវគ្នារៀងៗខ្លួនហើយបន្ទាប់ពីបាច់គ្នាជាមួយនឹង Marine Jam គឺគាត់បានមានប្តីមួយទៀតដែលជាស្រីតែងជាបុរសដូចគ្នាដែលមានឈ្មោះថា Danny ហើយមូលហេតុនៃការបែកបាក់គ្នារបស់ Jam ហើយនិង Marine ក្នុងអំឡុងពេលចុងឆ្នាំ2022គឺដោយសារតែមានគោលដៅជីវិតខុសគ្នាហើយនឹងសម្ពាធពីមហាជនរយៈពេលនៃការរស់នៅជាមួយគ្នាអស់រយៈពេលយូរទៅគាត់ក៏ដឹងពីគោលដៅជីវិតរបស់គាត់រៀងៗខ្លួនគឺខុសគ្នាហើយការបែកគ្នារបស់គាត់គឺយល់ព្រមទាំងពីរការបែកគ្នារបស់គាត់គឺដោយសន្តិវិធីដោយការយល់ព្រមទាំងពីរនាក់ហើយពួកគាត់ក៏នៅតែរក្សាមិត្តភាពដូចដើមអញ្ចឹងហើយបន្ទាប់មក Jam ក៏បានជួបជាមួយនឹង Danny និងកសាងគ្រួសារជាមួយគ្នាយ៉ាងលឿនបន្ទាប់ពីការបែកជាមួយនឹង Marine Jam ហើយនិង Danny បានស្គាល់គ្នាក្នុងអំឡុងឆ្នាំ2025ដោយសារតែពេលនោះ Danny គឺបានឃើញ Jam live នៅក្នុង TikTok ហើយបន្ទាប់មក Danny ក៏បានផ្ញើសារទៅកាន់ Jam តាមរយៈ IG តពីការស្គាល់គ្នាតាមអនឡាញអស់រយៈពេល1ខែ Jam ក៏បានសម្រេចចិត្តថានឹងហោះទៅទីក្រុងនឹងហោះទៅរដ្ឋ Kentucky ដើម្បីជួបគ្នាដោយផ្ទាល់ជាមួយនឹង Danny ហើយពួកគេបាននៅជាមួយគ្នាអស់រយៈពេល4ថ្ងៃតបមកក៏បានសម្រេចចិត្តរៀបការជាមួយនឹងគ្នាហើយពួកគេក៏មានកូនស្រីម្នាក់ដែរដែលមានឈ្មោះថា Cashin ហើយឆ្ងល់ហើយត្រូវអត់ថាណាគេជាអ្នកពោះគឺមានតែខាងប្រុសនឹងឯងគឺ Danny ដោយសារតែ Danny ជាមនុស្សស្រីហើយនឹង Jam គឺជាមនុស្សប្រុសអញ្ចឹង Jam ក៏អត់អាចពោះបានទេដូចនេះ Danny គឺជាអ្នកពោះក៏ប៉ុន្តែ gender របស់គាត់គឺនៅតែផ្លាស់ប្ដូរគ្នាដដែលដោយហើយ Danny គឺជាអ្នកទៅធ្វើការក្រៅនិងរកលុយចូលផ្ទះហើយចំណែកឯ Jam វិញគឺជាអ្នកមើលថែកូនមើលថែផ្ទះហើយនឹងជាអ្នកធ្វើម្ហូបអាហារសម្រាប់ Danny អីចឹងទៅហើយបច្ចុប្បន្ននេះកូនស្រីរបស់គេគឺមានអាយុ1ឆ្នាំ3ខែហើយ Jam ក៏គាត់អត់នឹកស្មានដែរថានៅតែមានមនុស្សស្រីជា Tomboy នឹងអាចទទួលយកគាត់បានទៀតស្ដាប់រឿងនេះហើយមានអារម្មណ៍មិនដែរអ្នកទាំងអស់គ្នាកុំភ្លេច comment ឲ្យខ្ញុំបានដឹងផងខ្ញុំវិញភ្ញាក់ផ្អើលហ្មង